ជំរាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយចិត្តអត់ចាថ្ងៃនេះគឺជួបជាមួយគ្រូវីដេអូមួយទៀតទេចាតែថ្ងៃនេះគឺអ្នកគ្រូវីដេអូមានមេរៀនមួយយើងមកចែករំលែកដែលមេរៀនយើងឥឡូវគឺនិយាយអំពីសតរំលោភចាថ្ងៃតើរំលោភយូរទៅអាចធ្វើឲ្យស្បូតស្រុតមែនដែរឬទេចាចង់ដឹងអត់បើចង់ដឹងកុំភ្លេចតាមដានវីដេអូនឹងឲ្យចប់ទាំងអស់គ្នាចានឹងមកគ្នាដោយសារតែមានអតិថិជនក៏ដូចជា fan ជាច្រើនចាគាត់តែងតែលើកគាត់តែងតែសួរអំពីបញ្ហាស្រុតស្បូនក៏ដូចជាការប្រើប្រាស់នៅថ្នាំរំលោភចាដែលគាត់បានលើកឡើងថាមានអ្នកខ្លះគាត់និយាយថារំលោភយូរទៅវាធ្វើឲ្យស្រុតស្បូនអ្នកខ្លះគាត់ថាទៅមិនមែនទេដោយសារយើងមានបញ្ហាចេះបញ្ហាចឹងអីចឹងទៅចាអញ្ចឹងយើងចង់ clear ឲ្យច្បាស់អត់ចង់ដឹងពីការបកស្រាយរបស់អ្នកគ្រូអត់បើចង់ដឹងកុំភ្លេចមើលវីដេអូនេះឲ្យចប់ទាំងអស់គ្នាហើយបើគិតថាល្អអាចជួយចែករំលែក share បន្តទៅមិត្តភ័ក្តិក៏ដូចជាសាច់ញាតិបងប្អូនដែលយើងស្គាល់ឬក៏យើងចង់ឲ្យដឹងអំពីព័ត៌មានចំណេះដឹងនេះចាហ្នឹងហើយអញ្ចឹងយើងដឹងហើយថាតើតើទៅនឹងការប្រើប្រាស់អំលុអីការប្រើប្រាស់ឱសថរំលោភគឺអាចប្រើប្រាស់បានចំពោះកូនក្រឹម9សប្តាហ៍អញ្ចឹងបើសិនជាកូននៅក្នុងស្បូនហើយក្រឹម9សប្តាហ៍ហើយក្រឹម9សប្តាហ៍ចាគឺអាចធ្វើការប្រើប្រាស់ឱសថរំលោភបានឱសថរំលោភនៅលើទីផ្សារមានច្រើនអញ្ចឹងមុននឹងប្រើប្រាស់សូមសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់មុននឹងប្រើថាតើឱសថមួយណាដែលវាមានគុណភាពខ្ពស់ធ្វើឲ្យយើងទម្លាក់ទៅស្អាតអ្វីដែលសំខាន់មួយទៀតគឺមានការប្រឹក្សាច្បាស់លាស់ពីអ្នកជំនាញកុំទិញយកប្រើខ្លួនឯងប្រយ័ត្នមានបញ្ហាចាហ្នឹងហើយអញ្ចឹងសុខចិត្តទៅរកកន្លែងដែលគេមានការផ្ដល់ការប្រឹក្សាគឺល្អដើម្បីយើងទទួលបាននូវការប្រឹក្សាពីអ្នកជំនាញក៏ដូចជាយល់អំពីរបៀបប្រើប្រាស់គុណសម្បត្តិគុណវិបត្តិនៅពេលដែលយើងកំឡុងយើងប្រើប្រាស់ក៏ដូចជាធ្វើការរំលោភហាមអញ្ចឹងវាមានបញ្ហានៅក្នុងនេះច្រើនណាស់ដែលយើងត្រូវតែស្វែងយល់បន្ថែមចាតើតើទៅនឹងឱសថរំលោភមានច្រើនប៉ុន្តែអ្នកគ្រូសូមលើកយកឱសថរំលោភដែលជួយអតិថិជនបានច្រើនមិនសូវមានរំខានចាហើយប្រសិទ្ធភាពខ្ពស់គឺអ្នកគ្រូសូមលើកយកមេដាបនដោយសារមេដាបននេះគឺធ្វើការជាមួយអ្នកគ្រូនៅជាមួយអ្នកគ្រូជួយអតិថិជនរាប់ពាន់នាក់ឯងចាដែលជោគជ័យគឺ97ទៅ98%ចំពោះកូនក្រឹម9សប្តាហ៍ចានឹងបើកូនធំជាងនឹងអ្នកគ្រូហ៊ាននិយាយចាពួកពេលខ្លះក៏ជោគជ័យពេលខ្លះក៏បរាជ័យអញ្ចឹងបើសិនជាចង់ជោគជ័យខ្ពស់ពេលដែលមានកូនប្រើកាន់តែឆាប់គឺកាន់តែល្អហើយជ្រើសរើសមេដាបនមិនខុសបំណងទេឲ្យតែយើងអេកូទៅឃើញថាក្នុងស្បូនហើយកូនក្រឹម9សប្តាហ៍ថ្ងៃទី1លេខ1គ្រាប់ថ្ងៃទី2សល់4គ្រាប់ចាពេលយើងសល់ហើយគឺកន្លះម៉ោងទៅម៉ោងទៅក្នុងកំឡុង4ទៅ6ម៉ោងនោះគឺវានឹងធ្លាក់ឈាមធ្លាក់ជាការកូនឯងគ្រាន់តែលេបថ្នាំបន្ថែមជំនួយស្បូនថែរក្សាសុខភាពជាធម្មតាពេលនោះសុខភាពយើងនឹងល្អដូចដើមវិញហើយភីងវិញហើយឲ្យតែយើងចេះថែរក្សាសុខភាពចាហើយបើតើតើទៅនឹងមេរៀនយើងដែលនិយាយថាតើរំលោភញឹកញាប់អាចធ្វើឲ្យស្រុតស្បូនមែនដែរទេអ្នកគ្រូសូមបកស្រាយជូនថាការធ្វើការរំលោភញឹកញាប់ពិតជាអាចធ្វើឲ្យស្បូនរបស់យើងស្រុតពិតមែនចាហេតុអីទៅអ្នកគ្រូចាព្រោះថាការរំលោភវាប្រៀបធៀបដូចជានឹងការសម្រាលដែរចាអ្នកគ្រូឧទាហរណ៍លើកយកនៅប៉ែតប៉ោងចឹងពេទ្យប៉ោងពេលដែលវានៅថ្មីយើងឃើញវានៅទូយេហើយឃើញវាកម្រាស់វាដូចរាងក្រាស់ចាប៉ុន្តែបើសិនជាយើងផ្លុំវាម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតហើយយើងផ្លុំកាន់តែខ្លាំងគឺវាអាចនឹងបែកវាអាចនឹងយាណោះចាហ្នឹងហើយអញ្ចឹងដូចគ្នាស្ពូនយើងក៏ដូចគ្នាចាបើសិនជាយើងមានកូនចាយើងមានកូនម្ដងហើយម្ដងទៀតញឹកញាប់ចាជាពិសេសអ្នកដែលកូនចាប់ពី5ដងឡើងទៅចាហើយអ្វីដែលសំខាន់មួយទៀតគឺអ្នករំលោភអញ្ចឹងបើសិនជាគាត់រំលោភចាប់ពី3ដងឡើងទៅគឺសុទ្ធតែអាចប្រឈមមុខនឹងបញ្ហាសោកស្បូនចាអញ្ចឹងតើមូលហេតុពីរហ្នឹងគឺពិតជាច្បាស់លាស់ 100% ថាស្រុតស្បូនដោយសារតែការសម្រាប់ញឹកញាប់ហើយនឹងដីការរំលោភនឹងមែនអត់វាមិនប្រកប 100% ទេវាអាស្រ័យទៅលើសុខភាពគាត់ជាក់ស្ដែងបន្ថែមដែរអញ្ចឹងឧទាហរណ៍ថាអ្នកខ្លះគាត់ស្បូនគាត់រាក់ពីកំណើតចាអញ្ចឹងអ្នកខ្លះមានកូនតែមួយស្បូនស្រុតក៏មានដែរណាចាអញ្ចឹងស្បូនគាត់រៀងខ្សោយពីកំណើតអញ្ចឹងគាត់មានកូនតែមួយតែពីរវាស្រុតមកខ្លួនឯងក៏មានដែររំលោភតែម្ដងវាស្រុតក៏មានដែរណាចាអញ្ចឹងមិនមែនប្រកាសថារំលោភចាប់ពី3ដងសម្រាប់ចាប់ពី5ដងធ្វើឲ្យស្រុតមែនទេចាវាមានករណីខ្លះវាលឿនជាងនឹងទៀតក៏មានដែរវាអាស្រ័យទៅលើសុខភាពយើងជាក់ស្ដែងខ្លួនឯងប៉ុន្តែគ្រាន់តែលើកដែលគេនិយាយចាស់ពាក្យដែលគេនិយាយថាតើការរំលោភកូនពិតជាធ្វើឲ្យស្បូនស្រុតមែនដែរឬក៏អត់គឺពិតជាអាចមែនចាវាជាកត្តារួមផ្សំកត្តាប្រឈមមុខដែលធ្វើឲ្យយើងស្រុតស្បូនពិតមែនចាអញ្ចឹងបើសិនជាយើងមិនចង់ឲ្យមានបញ្ហា
ស្របទេយើងអាចទៅធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញអញ្ចឹងអ្នកជំនាញគេមានវិធីគេមានថ្នាំដើម្បីជួយឲ្យយើងហ្នឹងមានសុខភាពល្អស្បូនយើងមានគេហៅថាសាច់ដុំរឹងមាំអញ្ចឹងដូចពេតប៉ោងអញ្ចឹងតែយើងផ្លុំញឹកញាប់វាមិនយាមែនទេចាហ្នឹងហើយអញ្ចឹងស្បូនយើងដូចគ្នាបើយើងមានកូនញឹកញាប់ទៅវាក៏យាដូចគ្នាអាសាច់ដុំហ្នឹងវាយាដូចស្បែកយើងវាលែងតឹងណែនវាជ្រឹជ្រួញអញ្ចឹងគឺវាដូចគ្នាអញ្ចឹងយើងត្រូវមានការធ្វើលំហាត់ប្រាណយើងត្រូវមានការញ៉ាំនៅថ្នាំជំនួយសុខភាពជំនួយស្បូនអីបន្ថែមទៀតដើម្បីជួយឲ្យសុខភាពស្បូនយើងល្អអញ្ចឹងរាងកាយរបស់យើងក៏ត្រូវការវីតាមីនជំនួយដូចគ្នាមិនមែនតតែស្បែកតតែមុខត្រូវការលាបលេលាបម្សៅទេសុខភាពគ្រឿងក្នុងកាពះពោះវៀនស្បូនសរីរាង្គនៅក្នុងរាងកាយរបស់យើងទាំងអស់សុទ្ធតែត្រូវការវីតាមីនសុទ្ធតែត្រូវការថ្នាំជំនួយដូចគ្នាបើសិនជាយើងចេះថែរក្សាសុខភាពយើងញ៉ាំរបស់ពៅមិនញ៉ាំថ្នាំក៏បានដែរតែពេលខ្លះយើងអត់មានពេលក្នុងការញ៉ាំរបស់ដែលសម្បូរអាហារបំពន់សម្បូរវីតាមីនគ្រប់ចាយមែនទេអញ្ចឹងត្រូវការមានការញ៉ាំថ្នាំព្រោះថ្នាំវាមានសារធាតុហ្នឹងយើងញ៉ាំចូលទៅវាជួយបានតែម្ដងណាចាអញ្ចឹងបើយើងចង់ដឹងកុំភ្លេចអាចសួរជាមួយនឹងអ្នកជំនាញបានហើយបើសិនជាយើងអត់ដឹងសួរជាមួយអ្នកជំនាញណាអាចធ្វើការឆាតក៏ដូចជាសាកសួរព័ត៌មាននឹងពីអ្នកគ្រូពីដៅក៏បានដែរចាហ្នឹងហើយអញ្ចឹងមេរៀនយើងថ្ងៃហ្នឹងដែលនិយាយថាតើការប្រើប្រាស់ឱសថរំលោភពិតជាធ្វើឲ្យស្បូនស្រក់មែនដែរទេអ្នកគ្រូសូមบอกថាពិតជាអាចមែនចាព្រោះថាសារធាតុថ្នាំរំលោភកូនវាខ្លាំងយើងគិតមើលទៅថ្ងៃទី1គឺវាធ្វើឲ្យមានការឈប់លូតលាស់ចាអញ្ចឹងកូនដែលថ្នាំថ្ងៃទី1គឺវាឈប់ការលូតលាស់ហើយអញ្ចឹងកូនហ្នឹងគឺបិទការលូតលាស់តែយើងលេបចូលភ្លាមគឺគ្រាន់តែលេបទៅវាជ្រាបក្នុងរយៈពេលតែប្រហែលម៉ោងក្រោយគឺការលូតលាស់របស់កូនត្រូវបានបញ្ឈប់ចាថ្ងៃទី2ពេលដែលយើងសល់ហើយចាអញ្ចឹងអ្នកគ្រូនិយាយប្រភេទមេតាបលណាពេលយើងសល់ហើយគឺនៅពេលដែលថ្នាំនឹងជ្រាបអស់ក្នុងកំឡុងកន្លះម៉ោងទៅ1ម៉ោងហ្នឹងគឺវាទៅធ្វើភ្ញូចស្បូនឲ្យមានការកន្ត្រាក់ស្បូនអញ្ចឹងធ្វើឲ្យយើងពេលខ្លះយើងមានអារម្មណ៍ថាក្តៅពេលខ្លះយើងមានអារម្មណ៍ថាដូចចាប់ដើមស្បូនកន្ត្រាក់ឈឺពោះស្ទុំហ្នឹងអញ្ចឹងវាមានភ្ញូចស្បូនឲ្យធ្វើការកន្ត្រាក់ដើម្បីទម្លាក់កូនកន្ត្រាក់ទម្លាក់កូនឲ្យកូនធ្លាក់មានជាការធ្លាក់ឈាមនិងធ្លាក់ជាការកូនចាអញ្ចឹងយើងគិតមើលទៅថាថ្នាំហ្នឹងវាខ្លាំងយ៉ាងណាពេលយើងសម្រាប់កូនយើងប្រឹងណាមើលកូននឹងកើតចេញមកចាអញ្ចឹងដូចគ្នាការរំលោភកូនឃើញវាប្រើថ្នាំហ្នឹងក៏វាប្រើកម្លាំងខ្លាំងដែរនៅមើលឲ្យកូនហ្នឹងវាធ្លាក់មកចាហ្នឹងហើយអញ្ចឹងវាសិតតែគេហៅថាប្រើកម្លាំងខ្លាំងមួយប្រើដោយការយើងប្រឹងកម្លាំងមួយទៅប្រើដោយការប្រើថ្នាំចាហ្នឹងហើយកម្លាំងដែលភ្ញួចពីការប្រើប្រាស់ថ្នាំអញ្ចឹងសួរថាវាល្អទេវាមិនល្អទេកុំរំលោភញឹកញាប់ពេកបើសិនជាយើងមិនចង់បានការពារទៅចាតែបើសិនជាជ្រុលជាមានហើយគ្មានជំរើសធ្វើការរំលោភឲ្យបានកាន់តែឆាប់គឺកាន់តែល្អចាប្រើប្រាស់ថ្នាំអស់លុយតិចចំណេញពេលវេលាមិនសូវប៉ះពាល់សុខភាពតែយើងទុកឲ្យកូនធំខាតពេលវេលាអស់ច្រើនប៉ះពាល់សុខភាពក៏ច្រើនហើយអស់លុយក៏ច្រើនដូចគ្នាដែរអ្វីដែលសំខាន់សុខភាពយើងក៏រៀងទ្រុឌទ្រោមទៅតាមហ្នឹងដែរណោះចាហ្នឹងហើយអញ្ចឹងយល់នៅសង្ឃឹមថាអ្នកដែលបានមើលវីដេអូហ្នឹងនឹងយល់ទាំងអស់គ្នាអញ្ចឹងបើសិនជាមិនចង់ឲ្យស្បូនស្រត់ចាកុំប្រើប្រាស់ឱសថរំលោភញឹកញាប់ពេកឱសថរំលោភមិនមែនជាថ្នាំពជាកណាទេចាអ្នកខ្លះអត់ហ៊ានប្រើថ្នាំពជាកណាតែឱសថរំលោភប្រើញឹកញាប់ខ្លាំងបំផុតចាអញ្ចឹងកុំយល់ច្រឡំយើងប្រើថ្នាំពជាកណាគឺល្អជាងប្រើឲ្យឱសថរំលោភ10ដងចាអញ្ចឹងការពារផ្សាយជាងព្យាបាលអញ្ចឹងហើយកុំរំលោភញញពេកបើមិនចង់បានការពារតែថ្នាំគ្រាប់ថ្នាំចាក់កងដៃកងស្បូនឆ្លៃមួយណារើសមួយហ្នឹងប្រើឲ្យបានល្អប្រើឲ្យបានទៀងទាត់ធ្វើការផលិតតាមដានទៅតាមការណាត់របស់គ្រូពេទ្យអញ្ចឹងយើងនឹងទទួលបានសុខភាពល្អទទួលបាននៅមធ្យោបាយវិជ្ជាកណាត់មួយដែលសមស្របជាមួយនឹងសុខភាពរបស់យើងការពារបានល្អតែយើងប្រើមិនបានត្រឹមត្រូវមិនបានគេហៅថាទៅផលិតតាមការណាត់ពេលខ្លះក៏អាចមានកូនដែរព្រោះថាមធ្យោបាយវិជ្ជាកណាត់ការពារបានត្រឹមតែ 96% ទេអញ្ចឹងម្នាក់ក្នុង100នាក់គឺអាចនឹងមានកូនដោយចៃដន្យណាចាអញ្ចឹងយល់នឹងគ្នាសង្ឃឹមថាយល់ទេចាហើយបើសិនជាអត់យល់ទេបងប្អូនអាចសួរបានចាបងប្អូនអាចទៅមកបានតាម page ទីពេទ្យនៃក្តីស្រឡាញ់ស្នាមមន្ត្រីចាឬក៏តាម Telegram រូបតោ096 4282 5.5បងប្អូនអាចធ្វើការសាកសួររាល់បញ្ហាចម្ងល់បងប្អូនដែលឆ្ងល់ក៏ដូចជាបងប្អូនអាចធ្វើការកំងចាថ្នាំរំលោភចាមិនថាថ្នាំរំលោភប្រភេទឈុតធម្មតាឬក៏ជំនួយស្បូនការពារកុំឲ្យប៉ះពាល់ថ្ងៃក្រោយទេបងប្អូនអាចធ្វើការកំងនិងធ្វើការប្រឹក្សាផ្ទាល់ជាមួយគ្រូបិតាបានចាអញ្ចឹងបើចង់បានកុំភ្លេចឆាតមកក៏ដូចជា Telegram មកបានចាហ្នឹងអញ្ចឹងមេរៀនយើងនឹងទេចាហើយបើសិនគ្នាចង់ទទួលបានមេរៀនល្អៗទៅទៅបញ្ហាសុខភាពកុំភ្លេចជួយ like ជួយ share ក៏ដូចជាជួយ follow page មន្ទីរពេទ្យនៃក្តីស្រឡាញ់មន្ទីរពេទ្យនៃក្តីស្រឡាញ់និងស្នាមមន្ត្រីឬក៏ Telegram ចាហ្នឹងហើយឬក៏channel YouTube នៃគ្រូពេទ្យអ៊ីនបេដាម្នាក់មួយផងដើម្បីទទួលបានមេរៀនមកវាលោតទៅវាឲ្យយើង subscribe ហើយតែគ្រូផុសមេរៀនគឺយើងនឹងទទួលបានវាលោតទៅឲ្យអញ្ចឹងណាចាហ្នឹងហើយសូមអរគុណសូមជម្រាបលាបាយបាយ love you